បងប្អូនចោទសួរថាតើសង្គមយើងឥឡូវក្មេងៗឥឡូវបច្ចុប្បន្នលែងគិតអីទាំងអស់រឿងអបាយមុខរឿងស្អីកាប់ចាក់គ្នាពេញទៅតើយើងត្រូវអលត់អលាយទេកូនខ្មែរអត់ទេយើងនៅមានចំណុចវិជ្ជមានប្រជាជនយើងច្រើនណាស់ដែលប្រើ Facebook ដើម្បីចែករំលែកទៅបទពិសោធន៍ល្អៗផ្សាយល្អៗអប់រំល្អៗរួមទាំងប្រសង់ផងអញ្ចឹងយើងរួមគ្នាដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គមតាមរយៈការទី1បញ្ចេញសារវិជ្ជមានសារល្អៗជាច្រើនដើម្បីគ្របដណ្ដប់ទៅរឿងអវិជ្ជមាននោះទី2គឺត្រូវខ្លួនយើងនីមួយត្រូវប្រកាសទៅអេរិយាបថត្រូវប្រកាសនៅសិលធម៌គុណធម៌ដើម្បីយើងឲ្យអ្នកដែលកតាអវិជ្ជមានកាន់តែថយទៅប្រើប្រាស់ច្បាប់រដ្ឋនឹងប្រើប្រាស់ចំពោះអ្នកដែលដើរហួសព្រំដែនប៉ុន្តែយើងមិនចង់ប្រើប្រាស់ច្បាប់ទៅលើប្រជាពលរដ្ឋទេយើងចង់ឲ្យសង្គមឲ្យឪពុកម្ដាយឲ្យគ្នាយើងរួមគ្នាដើម្បីអប់រំគ្នាយើងឲ្យបានល្អនេះគឺជាកត្តាចីរភាពដែលសង្គមមួយសុខដុមនីយកម្មមិនទាន់តែប្រើច្បាប់ដើម្បីគ្របមនុស្សឲ្យនៅទេត្រូវតែគោរពគ្នាទៅវិញទៅមកទោះបីជាអត់មានច្បាប់ក៏នៅសាសនាពុទ្ធសាសនាអ៊ីស្លាមសាសនាគ្រិស្តនៅគោរពស្រឡាញ់គ្នាអត់កាប់ចាក់គ្នានេះដែលជានិរន្តរភាពនៃតម្លៃនិងការអប់រំចូលរួមគ្រប់គ្នាបាទបើមិនចឹងទេបើប្រធានសាសនាមេសាសនាមួយបំពាក់តែមនោគមវិជ្ជាជ្រុលប្រកាន់គ្នារត់ទៅធ្វើអីក៏ពិបាកតិចកាប់នៅនេះតិចកាប់នៅនោះប្រទេសខ្លះមានតិចឃើញតែកាប់គ្នារត់បញ្ជូនប៉ូលីសទៅតិចឃើញសងសឹកដាក់គ្រាប់បែកទៅពេលនេះមិនអាចទេតែបើសិនជាប្រជាពលរដ្ឋយើងប្រកាន់ជំហរបែបនេះធ្វើអីខុសប្រជាពលរដ្ឋយើងចេញសារដើម្បីកែតម្រូវយើងឃើញឥឡូវអ្នកខ្លះជ្រុលគាត់ចង់បាន view ពេកគាត់ភ្លេចគាត់ធ្វើភ្លេចលាកខោអីចឹងទៅតែប្រជាពលរដ្ឋយើងច្រើនចេញមកដើម្បីអប់រំគាត់ក៏ថយទៅវិញតែកន្លែងខ្លះថយមិនបាទក្នុង10នាក់មានម្នាក់អីចឹងមិនថយបានយើងប្រើច្បាប់ក្រសួងកិច្ចការធារាអីទៅតែល្អណាស់ដែលប្រជាពលរដ្ឋយើងភាគច្រើនសង្គមយើងភាគច្រើននៅជួយគ្នាក្នុងការកែលម្អអ្នកដែលដើរខុសទីហើយនេះហើយគឺជាតម្លៃហើយហេតុអីបានជាសង្គមកែទៅបានន័យថាអ្នកទាំងអស់គ្នាផ្សេងទៀតរាប់លានអ្នកផ្សេងទៀតតម្លៃដែលយើងបានអប់រំដែលគ្រួសារអប់រំដែលសង្គមនៅឲ្យតម្លៃទៅលើសីលធម៌គុណធម៌របស់ខ្មែរយើងនេះគឺជាកត្តាជោគជ័យរបស់យើងហើយនេះគឺជាកត្តាដែលត្រូវយកចិត្តទុកដាក់រាជរដ្ឋាភិបាលជំរុញបន្ថែមទៀតហើយមិនមែនជាសិទ្ធិនឹងការទទួលខុសត្រូវផ្ដាច់មុខរបស់រាជរដ្ឋាភិបាលទេយើងស្វាគមន៍ទាំងអស់គ្រប់ទាំងអស់រួមទាំងការចូលរួមដោយស្វ័យជាក្រុមជាសាលាជាអង្គការជាស្ថាប័នសាសនាយុវជនយើងច្រើនប៉ុន្តែមានយុវជនមួយចំនួនគាត់បបួលគ្នាជាបងធំគាត់ចង់ដំឡើងសាច់ដុំគាត់មានដើរសាមរាយមានអីចឹងឥឡូវគាត់ទទួលខុសត្រូវប៉ុន្តែក៏មានយុវជនយើងច្រើនណាស់ដែលរួមគ្នាបបួលគ្នាធ្វើការងារសង្គមរួមគ្នាជួយគ្នារៀនសូត្រឲ្យប្រកែអញ្ចឹងយើងពង្រួមនៅចំណុចអវិជ្ជមានក្នុងស្រទាប់ជាពិសេសយុវជនរបស់យើងតាមរយៈការពង្រីកសមាជិកនៃអ្នកដែលធ្វើល្អឲ្យកាន់តែច្រើនហើយយើងធ្វើជាប្រចាំកុំបាក់ទឹកចិត្តនៅក្នុងការរឿងអវិជ្ជមានវិជ្ជមានត្រូវមើលទស្សនៈវិជ្ជមានហើយយើងដើរទៅមុខទាំងអស់គ្នាទើបប្រទេសជាតិយើងដើរដោយវិជ្ជមានបើគ្មានប្រជាជនបាក់ទឹកចិត្តហើយអត់ទៅទេគឺមិនអាចជោគជ័យទេ